ជំរាបសួរបងប្អូនប្រិយមិត្តទាំងអស់គ្នាដែលបានចូលមកស្ដាប់ក្នុង Channel ប៊ុនធឿន KH នៅថ្ងៃនេះគឺខ្ញុំមានសាច់រឿងមួយដែលចង់ចែករំលែកបងប្អូនបានស្ដាប់ដោយសាច់រឿងនេះផងដែរគឺខ្ញុំទទួលបានមកពីបងប្រុសម្នាក់ដែលបងប្រុសហ្នឹងគឺគាត់ហ្នឹងបាននិយាយថាពេលគាត់មកពីកម្មវិធីនេះណាគឺគាត់បានជួបនៅហេតុការណ៍តាមផ្លូវអញ្ចឹងណាបងប្អូនហើយអញ្ចឹងមុននឹងចូលទៅស្ដាប់សាច់រឿងនេះផងដែរខ្ញុំក៏សូមខន្តីនៅអភ័យទោសទៅដល់បងប្អូនទុកជាមុនបើសិនជាមានការនិយាយទៅលឺលួឬក៏ពាក្យពេចន៍មិនសមរម្យនៅត្រង់ចំណុចណាមួយដែលចេតនាសូមបងប្អូនខន្តីនៅអភ័យអត់ទោសហើយអញ្ចឹងយើងកុំឲ្យខាតពេលវេលាយូរយើងចូលទៅស្ដាប់សាច់រឿងនឹងពេញតែម្ដងទៅដោយសាច់រឿងនេះផងដែរគឺបានមកពីបងប្រុសម្នាក់ដោយបងប្រុសហ្នឹងគឺគាត់ហ្នឹងថ្ងៃមួយហ្នឹងគឺគាត់ធ្វើការនៅជួបជុំការងាររបស់គាត់ជាមួយនឹងមិត្តភ័ក្តិគាត់ហ្នឹងដោយការងារគាត់ហ្នឹងគឺនៅជុំជាមួយនឹងមិត្តភ័ក្តិទេហើយដល់ថ្ងៃមួយហ្នឹងក៏មិត្តភ័ក្តិគាត់ហ្នឹងក៏បានប្រាប់ការហៅការគាត់ចឹងណាហៅការគាត់ចឹងទៅក៏គាត់ហ្នឹងទៅកម្មវិធីការមិត្តភ័ក្តិគាត់ហ្នឹងដល់ពេលអញ្ចឹងទៅក៏គាត់ទៅកម្មវិធីហ្នឹងដល់ថ្ងៃគាត់ទៅហ្នឹងណាគាត់ទៅហូបផឹកស៊ីសប្បាយជាមួយនឹងពួកម៉ាក់អ្នកក្រុមការងារជាមួយនឹងគាត់ហ្នឹងក៏ទៅជួបជុំគ្នាអញ្ចឹងទៅក៏ស្រាប់តែពេលយើងដល់ម៉ោងមកវិញណាហើយពេលហ្នឹងគឺគាត់សប្បាយរហូតដល់ម៉ោង10 11ដែរបងប្អូនម៉ោង11បានគេបិទកម្មវិធីហ្នឹងដល់អញ្ចឹងគឺគាត់នៅហូបលេងនៅកន្លែងកម្មវិធីហ្នឹងប្រហែលជាកន្លះម៉ោងអញ្ចឹងជិតល្បាក់ជាម៉ោង12យប់ហើយម៉ោងស្មើហ្នឹងបងប្អូនដឹងស្រាប់ហើយគឺមិនសូវជាមនុស្សច្រើនអ៊ូអរដូចពេលល្ងាចអីទេអញ្ចឹងគឺស្មើហ្នឹងមានឡានមានម៉ូតូមួយដែរទេហើយក៏ស្ងាត់ចងំដែរដល់ពេលយើងជិះដល់កន្លែងខ្លះស្ងាត់អញ្ចឹងទៅដល់កន្លែងខ្លះមានផ្ទះអញ្ចឹងទៅអញ្ចឹងបងប្រុសហ្នឹងគាត់ថាគាត់ជិះតាមផ្លូវហ្នឹងដោយផ្លូវហ្នឹងគឺគាត់ជិះបកពីកន្លែងកម្មវិធីហ្នឹងមកកន្លែងការវិញកន្លែងធ្វើការគាត់វិញណាកន្លែងគាត់ស្នាក់នៅវិញណាអធិស្ឋានផងបងប្អូនដោយសារតែនិយាយរៀងទៀតអញ្ចឹងពេលដែលគាត់ជិះមកកន្លែងតាមផ្លូវហ្នឹងគាត់មកតាមផ្លូវអញ្ចឹងទៅក៏ស្រាប់តែឃើញនារីម្នាក់បានដេកលើផ្លូវហ្នឹងណាដោយគាត់ជិះមករៀងលឿនដែរធម្មតាតារៀងស្វឹងហើយបងប្អូនដឹងស្រាប់ហើយគេជិះអត់ដឹងលឿនដែរណាបងប្អូនហើយពេលដែលគាត់ជិះមកដល់កន្លែងហ្នឹងស្រាប់តែជន់ប្រាំងគ្រឹតមើលទៅបងប្អូនហើយនៅដេកតាមផ្លូវណាគឺមើលទៅមុខមិនមែនជាមនុស្សទេណាគឺមើលទៅឡើងសាច់ឡើងសុកហ្មងបងប្អូនមើលទៅណាហើយក្របភ្នែកអីគឺមើលទៅលឿនចេញមកក្រោមណាដោយរបៀបថាមានបញ្ហាតាមផ្លូវអញ្ចឹងណាតែនោះអត់ទេគឺពួកមនុស្សអីចឹងណាគាត់ថាគាត់ជិះមកគឺឃើញអញ្ចឹងគាត់នឹងគឺមានម៉ូតូហ្នឹងគាត់ប្រាំងជួនពេលហ្នឹងជួនក្រើតចឹងហើយក៏ប្រឡែងវិញមូគាទៅតែហ្មងបងប្អូនហើយគាត់ថាព្រលឹងចុងសក់ហើយអញ្ចឹងគាត់ប្រឹងជិះម៉ូតូទៅហើយម៉ូតូហ្នឹងពេលលឿនពេលពងលឿនហ្នឹងគាត់ថាយឺតទៀតហើយគាត់ថាយឺតហ្នឹងសឹងតែចង់លោតចេញលើម៉ូតូហ្នឹងរត់ចុះទៅមុនម៉ូតូទៀតអញ្ចឹងណាគាត់ថាអញ្ចឹងគឺគាត់ភ័យខ្លាំងមែនតើអញ្ចឹងជិះម៉ូតូដឹងលឿនទេហើយកុងទ័រឡើង8ហើយនឹង8 9ហើយណាបងប្អូននៅគាត់ថាយឺតទៀតអញ្ចឹងណាបងប្អូនដល់ពេលដែលយើងស្លន់ស្លោខ្លាំងគឺជិះម៉ូតូលឿនអត់ដឹងទេហើយអញ្ចឹងក្នុងសាច់រឿងហ្នឹងគឺគាត់នឹងបានផ្ញើមកខ្ញុំតែប៉ុណ្្នឹងទេហើយអញ្ចឹងបងប្អូនស្ដាប់សាច់រឿងនេះយល់ឃើញយ៉ាងណាគ្រាន់តែជាសាច់រឿងមួយដែលធម្មតាអញ្ចឹងណាបងប្អូនហើយបងប្អូនស្ដាប់ទៅយល់ឃើញយ៉ាងណាទៅតាមការគួរទៅដល់បងប្អូនហើយបើបងប្អូនចង់ចែករំលែកនៅសាច់រឿងបងប្អូនក៏អាចចែករំលែកសាច់រឿងមកកាន់ Telegram នៅខាងក្រោមបានដែរអញ្ចឹងបងប្អូនសូមជួយចុច Subscribe ដល់ Channel ខ្ញុំម្នាក់មួយទៅដើម្បីនឹងទទួលបាននូវសាច់រឿងថ្មីពី Channel ប៊ុនធឿន KH ហើយឥឡូវយើងមានតែប៉ុណ្្នឹងទេសូមគោរពនិងជម្រាបលាទៅដល់បងប្អូនទាំងអស់គ្នាជួបគ្នានៅសាច់រឿងក្រោយទៀត